តាមប្រឡោះជញ្ជាំងផ្ទះកូនឌូងកូនមើលចុះប៉ុន្មានហើយម៉ែហើយម្នាក់ច្បាស់ជាបីសាច់ដង្កូវនោះហើយនេះសំណាងណាស់តែមានទេពធីតាហង7ពណ៌ចេញមកតាន់កុំអីមិនដឹងថាយប់នេះនឹងមានអ្នកណាស្លាប់ខ្លះទៀតនោះទេចុះកូនគិតថាពួកគេប្រយុទ្ធគ្នានេះតើអ្នកណានឹងឈ្នះទៅកូនរឿងនេះខ្ញុំក៏មិនដឹងដែរម៉ែព្រោះមើលទៅការប្រយុទ្ធគ្នាដូចជាប្រហាក់ប្រហែលគ្នាមែនហើយសូមឲ្យទេពធីតាឈ្នះទៅចុះសាធុសាធុសាធុងាកមកមើលការប្រយុទ្ធគ្នារវាងបីសាច់បានហើយលើកនេះទោះជាមានធីតាហង7ពណ៌101,000 10000នាក់ទៀតក៏យើងមិនខ្លាចដែរយើងនឹងក្តោបក្តាប់ផែនដីនេះទាំងមូលយើងនឹងយកបេះដូងរបស់យើងទៅលាក់ទុកនៅបាតសមុទ្រជាមួយនឹងសម្លាញ់ស្ដេចនាគដល់ពេលនោះគ្មាននរណាអាចសម្លាប់យើងបានឡើយរឿងយុទ្ធសិលធីតាហង7ពណ៌មានរឿងនិទានមួយដំណាលមកថានៅក្នុងភូមិមួយមានទីតាំងក្បែរជើងភ្នំមានប្រជាជនរស់នៅទីនោះយ៉ាងច្រើនកុះករគ្រប់គ្នារស់នៅអាស្រ័យផលដោយការធ្វើដំណាំដាំដុះផ្សេងដើម្បីចិញ្ចឹមជីវិតហើយក៏ដើម្បីយកទៅលក់ដូរផងដែរនៅក្នុងភូមិនោះមានកំឡោះម្នាក់ឈ្មោះថាឌួងគឺជាអ្នកចេះវិទ្យាផ្សំថ្នាំដើម្បីព្យាបាលអ្នកជំងឺប៉ុន្តែការព្យាបាលនោះមិនយកប្រាក់អ្វីឡើយអាការៈជំងឺលោកយាយមិនអីទេចាំខ្ញុំផ្សំថ្នាំឲ្យលោកយាយយកទៅដាំពិសាតែ2-3ថ្ងៃនឹងបានជាដូចដើមវិញហើយចាយីអរគុណហើយណាចៅឌួងនេះជាប្រាក់ចៅយកទៅចុះណាខ្ញុំមិនយកទេយាយខ្ញុំព្យាបាលមិនយកប្រាក់ទេខ្ញុំធ្វើនេះគឺចេញពីចិត្តខ្ញុំប៉ុណ្ណោះចៅទទួលយកទៅចាត់ទុកថាចៅយកប្រាក់នេះទៅជួយដល់ម្ដាយចៅទៅចុះណាបើយាយប្រាប់ថាប្រាក់នេះដើម្បីជួយដល់ម្ដាយខ្ញុំយកទៅចុះចៅឌួងចៅពិតជាមនុស្សល្អណាស់ថែមទាំងជាកូនដែលកតញ្ញូចំពោះម្ដាយថែមទៀតផងអំពើល្អរបស់ចៅនឹងធ្វើឲ្យចៅជួបតែសុខជារៀងរហូតណាចៅសាធុសាធុសាធុលោកយាយម៉ែខ្ញុំត្រឡប់មកវិញហើយម៉ែមកវិញហើយឯកូនយ៉ាងម៉េចហើយថ្ងៃនេះហត់ដែរទេកូនមិនហត់ទេម៉ែអូមែនហើយមុននេះខ្ញុំបានទៅមើលជំងឺយាយសៅគាត់បានឲ្យប្រាក់ខ្លះមកជូនម៉ែយករបស់គាត់ធ្វើអីទៅកូនខ្ញុំប្រកែកឲ្យម៉ែតែគាត់នៅតែចង់ឲ្យម៉ែទៀតចំណែកថ្លៃមើលជំងឺខ្ញុំមិនយកពីគាត់ទេម៉ែចាំថ្ងៃក្រោយពេលដែលម៉ែបានជួបគាត់ចាំម៉ែអរគុណគាត់ដោយផ្ទាល់ទៅចុះបានហើយកូនឆាប់ទៅលាងដៃលាងជើងសិនទៅនឹងបានមកហូបបាយជុំគ្នាបានម៉ែក្រឡេកមកមើលបីសាច់ដង្កូវឯនេះវិញអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដែលបីសាច់ដង្កូវត្រូវស្ថិតនៅក្រោមកម្លាំងសង្កត់របស់យុទ្ធសិលរបស់ទេពធីតាហង7ពណ៌ព្រោះតែបីសាច់ដង្កូវធ្លាប់បានចេញទៅអុកលុកមនុស្សកាលពី1000ឆ្នាំមុនពេលនៅក្រោមកម្លាំងសង្កត់របស់យុទ្ធសិលទេពធីតាហង7ពណ៌បីសាច់ដង្កូវមិនបានទុកពេលឲ្យអត់ប្រយោជន៍ឡើយវាបានហាត់រៀនយុទ្ធសិលដោយប្រើកម្លាំងចិត្តរហូតបានសម្រេចពេលនេះវាកាន់តែមានយុទ្ធសិលខ្លាំងក្លាជាងមុនរាប់ពាន់ដងទីបំផុតថ្មយុទ្ធសិលរបស់ទេពធីតាហង7ពណ៌យើងអាចបំបែកបានហើយលើកនេះទោះជាមានធីតាហង7ពណ៌101,000 10000នាក់ទៀតក៏យើងមិនខ្លាចដែរយើងនឹងក្តោបក្តាប់ផែនដីនេះទាំងមូលយើងនឹងយកបេះដូងរបស់យើងទៅលាក់ទុកនៅបាតសមុទ្រជាមួយនឹងសម្លាញ់ស្ដេចនាគដល់ពេលនោះគ្មាននរណាអាចសម្លាប់យើងបានឡើយសម្លាញ់ដង្កូវយើងបានឮមកថាឯងត្រូវបានជាប់ឃុំព្រោះតែយុទ្ធសិលជាមួយទេពធីតាហង7ពណ៌ហេតុអីបានជាឯងអាចមកដល់ទីនេះមែនហើយកាលនោះយើងបានប្រយុទ្ធចាញ់ទេពធីតាហង7ពណ៌តែត្រឡប់មកវិញលើកនេះមិនដូចលើកមុនឡើយតែយើងក៏មានរឿងមួយចង់ពឹងពាក់សម្លាញ់ដូចគ្នាតើឯងមានរឿងអីចង់ពឹងពាក់យើងនិយាយមកចុះគឺយើងចង់ផ្ញើបេះដូងរបស់យើងនៅនឹងសម្លាញ់សិន
ដរាបណាបេះដូងរបស់យើងនៅក្រៅខ្លួនគ្មាននរណាអាចសម្លាប់យើងបានឡើយប៉ុន្តែរឿងនេះសម្លាញ់យើងមានតែឯងម្នាក់ប៉ុណ្ណោះដែលជាមិត្តរបស់យើងសូមឯងជួយយើងផងទៅហើយចុះឯងមានគម្រោងធ្វើអីទៀតហើយគឺយើងចង់ក្លាយជាអ្នកក្តោបក្តាប់ពិភពលោកនេះដោយយកធម្មពលពីពួកមនុស្សណាសម្លាញ់បានន័យថាឯងចង់សម្លាប់មនុស្សទៀតហើយមែនទេមែនហើយមានតែធម្មពលមនុស្សប៉ុណ្ណោះដែលអាចធ្វើឲ្យយើងកាន់តែខ្លាំងក្លាសូមសម្លាញ់ជួយយើងម្ដងទៅប៉ុន្តែថាបើឯងធ្វើបែបនេះខ្លាចតែសូម្បីតែខ្លួនយើងក៏ពិបាកនឹងការពារឯងដែរឯងទៅខ្លាចស្អីទៅមានយើងនៅតែហើយនោះយើងធានាសុវត្ថិភាពរបស់ឯងនិងកូនចៅរបស់ឯងមិនឲ្យមាននរណាមកអុកលុកឋានភុជង្គនេះរបស់ឯងបានឡើយបានបើឯងអះអាងបែបនេះទៅហើយយើងព្រមជួយឯងទៅចុះអរគុណណាស់សម្លាញ់បិសាចដង្កូវបានប្រើយុទ្ធសិលដើម្បីខ្វេះយកបេះដូងរបស់ខ្លួនចេញមកក្រៅពេលខ្វេះបានមកហើយបិសាចដង្កូវក៏ប្រគល់បេះដូងនោះទៅឲ្យស្ដេចនាគដើម្បីរក្សាទុកសម្លាញ់នេះហើយជាបេះដូងរបស់យើងសូមឯងជួយរក្សាវាទុកឲ្យបានល្អផងចុះឯងត្រូវចាំថាដរាបណាឯងអាចថែរក្សាបេះដូងរបស់យើងបានល្អនោះយើងមិនអាចស្លាប់បាននោះទេយើងដឹងហើយយើងនឹងរក្សាទុកបេះដូងរបស់ឯងឲ្យបានល្អបំផុតអរគុណហើយសម្លាញ់ថ្លែងពីធីតាហង្ស7 ពណ៌ឯនេះវិញនាងគឺជាទេពធីតាដែលមានរូបរាងស្រស់ស្អាតមានយុទ្ធសិលខ្លាំងពូកែចរិយាទន់ភ្លន់សុភាពរាបសារប៉ុន្តែមិនទន់ជ្រាយឡើយធីតាហង្ស7 ពណ៌តែងតែបញ្ចេញស្លាបហង្សដ៏ស្រស់ស្អាតរបស់ខ្លួនរៀងរាល់ថ្ងៃសិលអមទៅដោយពណ៌7យ៉ាងស្រស់ស្អាតថែមទៀតផងហើយថ្ងៃនេះជាថ្ងៃសិលទៀតហើយស្លាប់យើងពិតជាស្អាតណាស់បងដុំច័ន្ទបងយល់ថាស្លាប់នេះពិតជាស្អាតដែរទេស្អាតណាស់ទេពធីតាស្លាប់ហង្សរបស់ទេពធីតាស្អាតគ្មានគូប្រៀបទេព្រះម៉ែម្ចាស់ទេពធីតាមើលចុះឲ្យតែពេលថ្ងៃសិលស្លាប់របស់ទេពធីតាតែងតែបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតថែមទាំងមានឥទ្ធិពលខ្លាំងថែមទៀតផងមែនហើយប៉ុន្តែតាំងពីខ្ញុំមកក្រាបបិសាចដង្កូវរហូតមកដល់ពេលនេះស្លាប់ហង្សរបស់ខ្ញុំក៏មិនដែលបានបញ្ចេញយុទ្ធសិលទៀតដែរទេពធីតាចុះបើសិនជាថ្ងៃណាមួយបិសាចដង្កូវរួចផុតពីការឃុំឃាំងរបស់ទេពធីតាតើធ្វើយ៉ាងម៉េចទៅដរាបណាវាហ៊ាននៅតែធ្វើបាបមនុស្សលោកព្រោះតែមហិច្ឆតារបស់ខ្លួនទៀតនោះខ្ញុំនៅតែតាមកំចាត់វារហូតពិតជាដូចអ្វីដែលដួងច័ន្ទនិងធីតាហង្សស្មានមិនខុសបិសាចដង្កូវក្រោយពីបានរួចខ្លួនពីការឃុំឃាំងព្រោះតែយុទ្ធសិលរបស់ធីតាហង្សបានចាប់ដើមមកអុកលុកអ្នកស្រុកអ្នកភូមិសាជាថ្មីម្ដងទៀតដោយនៅសុកស្រាប់តែមានមនុស្សស្រែកថាឈឺក្នុងត្រចៀកឈឺខ្លាំងទៅមិនបាត់សោះរហូតដល់ស្លាប់អូយឈឺណាស់ជួយខ្ញុំផងអេអ្នកកាត់អីនឹងអ្នកអើយជួយខ្ញុំផងខ្ញុំឈឺខ្លាំងណាស់អូយឈឺកន្លែងណាអ្នកនិយាយមួយមកអ្នកគឺខ្ញុំឈឺក្នុងត្រចៀកខ្លាំងណាស់អ្នកអើយឈឺខ្លាំងណាស់ហាមិនក៏អញ្ចឹងបើគ្រាន់តែសម្ោចចូលត្រចៀកនោះវាប្រហែលជាមិនឈឺដល់ថ្នាក់នេះទេម៉ែមីងគាត់មានរឿងអីនឹងម៉ែគាត់និយាយថាគាត់ឈឺក្នុងត្រចៀកម៉ែមិនដឹងថាជួយយ៉ាងម៉េចទេកូនឯណាឲ្យខ្ញុំសុំមើលបន្តិចមើលពេលដួងមើលក្នុងត្រចៀករបស់មីងសានស្រាប់តែឃើញមានដង្កូវនៅយ៉ាងច្រើនដួងក៏លន់មាត់ព្រះហើយម៉ែមិនក៏ក្នុងត្រចៀកមីងសានមានសុទ្ធតែដង្កូវច្រើនយ៉ាងនេះហាថាម៉េចពិតមែនទេកូនពិតមែនណាម៉ែអូយឈឺណាស់ក្មួយជួយមីងផងពេលនេះមីងស្ដាប់លែងឮហើយមីងមានអារម្មណ៍ថាដូចជាមានស្អីមករត់ដល់ក្បាលមីងណាក្មួយជួយផងឈឺណាស់វារុកខ្លាំងណាស់វារុកដល់ក្បាលឈឺណាស់ក្មួយអូយមីងសានស្រែកឈឺខ្លាំងឡើងរហូតទ្រាំលែងបានក៏ស្លាប់នៅគ្រានោះទៅអូយហាមីងកូនពេលនេះអ្នកសានយ៉ាងម៉េចហើយហាម៉ែមីងសាន
មីងសានស្លាប់ហើយម៉ែស្លាប់ហើយមិនក៏ទៅជាបែបនេះ ក្រោយពេលមីងសានស្លាប់ស្រាប់តែមានដង្កូវរាប់ពាន់ក្បាលវាចេញពីខ្លួនមីងសានធ្វើឲ្យដួងនិងមីងពៅភ័យខ្លាំងណាស់ព្រោះតែមិនដែលជួបរឿងចម្លែកបែបនេះរឿងនេះក៏បានផ្អើលដល់អ្នកស្រុកភូមិនាំគ្នាមកចោមរោមមើលគ្រប់គ្នាព្រោះតែភាពចម្លែកមួយនេះ តាំងពីកើតមកយើងមិនដែលឃើញរឿងចម្លែកបែបនេះទេហេតុអីក៏មានរឿងបែបនេះកើតឡើងពិតជាគួរអាណិតនាងសានណាស់គិតធ្វើយ៉ាងម៉េចទៅយាយមានតែបូជានាងសាននៅទីនេះហើយព្រោះខ្លួននាងមានសុទ្ធតែដង្កូវបែបនេះពិបាកនឹងយកទៅវត្តណាស់ចាសម្រាប់បែបនេះចុះយាយ អ្នកស្រុកអ្នកភូមិក៏សម្រេចថាបូជាសពមីងសាននៅកន្លែងដែលគាត់បានស្លាប់នោះទៅចាប់តាំងពីថ្ងៃដែលមីងសានស្លាប់ព្រោះតែសត្វដង្កូវនោះមកមានអ្នកស្រុកអ្នកភូមិជាច្រើនក៏បានស្លាប់ជាបន្តបន្ទាប់ក្នុងសភាពដូចគ្នាក្រោយពេលបិសាចដង្កូវសម្លាប់មនុស្សអស់ច្រើនអ្នកហើយនោះយុទ្ធសិលរបស់វាក៏កាន់តែខ្លាំងទៅធ្វើឲ្យវាចេះបំបាំងកាយចេះហោះចេះជ្រែកដីនិងបែងភាគនិងប្រែក្រឡាតាមអ្វីដែលវាចង់ថែមទៀតផង ពីមួយថ្ងៃទៅមួយថ្ងៃយុទ្ធសិលរបស់យើងកាន់តែខ្លាំងទៅហើយមិនយូរមិនឆាប់ទេឲ្យតែយើងបន្តសម្លាប់មនុស្សបែបនេះជារៀងរាល់ថ្ងៃនឹងធ្វើឲ្យយើងคล้ายទៅជាជីវិតអមតៈដល់ពេលនោះយើងនឹងខ្លាំងជាងគេលើផែនដីនេះ យប់នេះយើងនឹងចេញទៅសម្លាប់មនុស្សបន្ថែមទៀតយើងនឹងសម្លាប់បែបនេះរៀងរាល់ថ្ងៃ ដួងកូនម៉ែពិតជាបារម្ភណាស់មួយរយៈនេះអ្នកភូមិយើងមានមនុស្សស្លាប់ច្រើនណាស់កូនហើយអ្នកដែលស្លាប់គឺសុទ្ធតែមានដង្កូវចេញពេញខ្លួនរហូតមកដល់ពេលនេះហើយនៅតែមិនទាន់ដឹងថាដង្កូវនោះមានប្រភពមកពីណានៅឡើយទេ មិនហើយម៉ែខ្ញុំក៏បារម្ភដែរអាការៈបែបនេះខ្ញុំមិនដែលធ្លាប់ជួបពីមុនមកទេ ហើយម៉ែពិតជាខ្លាចថាថ្ងៃណាមួយវានឹងកើតឡើងចំពោះកូននិងម៉ែជាមិនខាន ម៉ែកុំខ្លាចឲ្យតែយើងនៅមានការប្រុងប្រយ័ត្នខ្ញុំជឿថាដង្កូវវាមិនអាចជួយខ្លួនយើងបានឡើយម៉ែ ចាស់កូនម៉ែនឹងប្រុងប្រយ័ត្នរឿងនេះចូលកូនទៅសម្រាប់ចុះយប់ជ្រៅហើយណាកូន បាទម៉ែមីងពៅនិងដួងក៏បានបែកផ្លូវគ្នាទៅសម្រាប់នៅបន្ទប់រៀងខ្លួនមីងពៅពេលចូលទៅដល់ក្នុងបន្ទប់មុននឹងសម្រាប់ក៏រលាស់ភួយខ្នើយជាមុនសិនព្រោះខ្លាចមានសត្វល្អិតផ្សេងដែលមើលមិនឃើញគ្រាន់តែមីងពៅចាប់យកភួយលើកឡើងស្រាប់តែគាត់ជួបរឿងមួយដែលនឹកស្មានមិនដល់ធ្វើឲ្យមីងពៅភ័យស្រែកឡើងភ្លាត់សំឡេងម៉ែមានរឿងអីម៉ែ កូនដួងកូនមើលចុះកូន ហ៎ កូនដួងកូនមើលចុះ ហ៎ម៉ែដង្កូវច្រើនណាស់ តើមកពីណាទៅកូនព្រឹកមិញនេះម៉ែពេលក្រោកពីដេកម៉ែមិនបានឃើញពួកវាទេ ម៉ែចាំខ្ញុំយកវាចេញទៅក្រៅម៉ែ ចាស់កូន ដួងបានក្តោបភួយយកសัตว์ដង្កូវនោះចេញទៅក្រៅរួចហើយយកភ្លើងមកដុតទាល់តែងាប់អស់មីងពៅទោះបីជាដួងបានដុតដង្កូវនោះងាប់អស់ហើយក៏ពិតមែនប៉ុន្តែគាត់នៅតែខ្លាចនិងញញើតព្រោះសัตว์ដង្កូវនោះមិនដឹងថាមកពីណាច្រើនចម្លែកបែបនេះ កូនដួងកូនប្រកាសទេថាអាសត្វដង្កូវនេះវាងាប់អស់ហើយនោះកូន មិនប្រកាសទេម៉ែព្រោះតែដង្កូវនេះវាតូចខ្លាចតែចាប់វាមិនអស់ទេម៉ែ បើអញ្ចឹងធ្វើយ៉ាងម៉េចទៅកូន បែបនេះចុះយប់នេះពួកយើងទៅសុំផ្ទះយាយសៅសម្រាប់សិនទៅយប់ស្អែកចាំពេលមេឃភ្លឺចាំយើងមកមើលផ្ទះម្ដងទៀតព្រោះយប់បែបនេះក៏យើងពិបាកនឹងមើលវាដែរ សម្រាប់បែបនេះចុះណាកូន ហើយគួរឲ្យក្តៅកាហាយណាស់មិនគួរណាភ្លាត់ស្នៀតសម្រាប់វាមិនបានបែបនេះសោះចាប់ពីយប់នេះទៅយើងនឹងពង្រាយកូនចៅរបស់យើងឲ្យគ្រប់កន្លែងទោះជាពួកឯងចង់គេចក៏ពិបាកនឹងគេចដែរចាំមើលតើពួកមនុស្សវាអាចរួចខ្លួនទៀតដែរទេ ទេពធីតាវិវត្តឲ្យទេពធីតាមានរឿងអីទៅបងដួងច័ន្ទគឺពេលនេះណាបិសាចដង្កូវចេញមកអុកឡុកមនុស្សលោកទៀតហើយថាម៉េចបិសាចដង្កូវហ៊ានត្រឡប់មកអុកឡុកជាថ្មីច្បាស់ជាមិនធម្មតាឡើយ
ចិត្តសាស្ត្ររបស់វាប្រកាសជាខ្លាំងជាងមុនពិតមែនហើយទេពធីតាពេលនេះធ្វើយ៉ាងម៉េចទៅមិនធ្វើយ៉ាងម៉េចទេគឺត្រូវតែកម្ចាត់វានឹងហើយម្ដងនេះយើងនឹងមិនឲ្យវារួចខ្លួនទៀតទេមិនឲ្យរួចខ្លួនជាដាច់ខាតប៉ុន្តែវាកំពុងតែចាប់ផ្ដើមធ្វើបាបមនុស្សហើយបើយើងមិនរកវិធានការទប់ស្កាត់វាជាមុនទេច្បាស់ជារីករាលដាលធំជាងនេះខ្លាំងឡើងមិនខានទេបើអញ្ចឹងបងត្រូវចាស់ជួយផ្សព្វផ្សាយពីអនាម័យក្នុងការរស់នៅផងទៅខ្ញុំទៅរកពេលវេលាល្អដើម្បីចុះទៅកម្ចាត់បិសាចដង្កូវនោះព្រះម៉ែម្ចាស់ ក្រោយពីទទួលបានការណែនាំពីទេពធីតាហើយដួងច័ន្ទក៏បានចុះទៅក្នុងភូមិដើម្បីធ្វើការណែនាំពីការរស់នៅស្អាតជៀសវាងកុំឲ្យដង្កូវមកយាយីបាន អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងចង់មកប្រកាសប្រាប់ដល់អ្នកទាំងអស់គ្នាឲ្យបានដឹងមួយរយៈនេះប្រហែលជាអ្នកគ្រប់គ្នាកំពុងតែមានការយាយីពីសត្វដង្កូវតើមែនទេ ពិតមែនហើយ មិនត្រឹមតែប៉ុណ្្នឹងទេដង្កូវនោះវាថែមទាំងបានសម្រាប់មនុស្សគួរឲ្យខ្លាចថែមទៀតផងមែនហើយគេមិនមែនជាដង្កូវធម្មតាឡើយតែវាគឺជាបិសាចដង្កូវបិសាចដង្កូវវាទើបរស់ឡើងវិញមួយរយៈចុងក្រោយនេះហើយវាមកសម្រាប់មនុស្សដើម្បីបំពេញយុទ្ធសាស្ត្ររបស់វាឲ្យកាន់តែខ្លាំងក្លាឡើងវាសម្រាប់មនុស្សកាន់តែច្រើននោះកម្លាំងយុទ្ធសាស្ត្ររបស់វាកាន់តែកើនឡើងតាមនោះដែរអូបើអញ្ចឹងតើមានវិធីអីដើម្បីជៀសផុតពីពួកវាបានទៅពួកខ្ញុំពិតជាមិនចង់ស្លាប់នោះទេវិធីពិតជាមាននោះគឺអ្នកទាំងអស់គ្នាត្រូវតែរៀនពីអនាម័យដោយខ្លួនឯងជាមុនសិនទឹកត្រូវដាំឲ្យឆ្អិនសម្អាតកន្លែងដេកឲ្យបានល្អប្រុងប្រយ័ត្នគ្រប់ទីកន្លែងធ្វើបែបនេះបើទោះជាមិនអាចជៀសវាងបាន 100% ក៏អាចជួយបានខ្លះដែរព្រោះបិសាចដង្កូវនេះវាសាហាវខ្លាំងណាស់បើសិនជាវាចូលខ្លួនតែមួយហើយវានឹងកើនទៅជារាប់រយលានក្បាលនឹងធ្វើឲ្យយើងស្លាប់ភ្លាមផងដែរ បើអញ្ចឹងតើយើងត្រូវរស់នៅទាំងភ័យខ្លាចបែបនេះរហូតដល់ពេលណាទៅតើមាននរណាអាចមកកម្ចាត់វាបាន មាននោះគឺទេពធីតាហង្ស7ពណ៌ទេពធីតានឹងជួយកម្ចាត់អាបិសាចនោះមិនឲ្យវាមកអុកលុកមនុស្សបានឡើយប៉ុន្តែទេពធីតាណែមានកម្លាំងពិសេសគឺតើតែថ្ងៃនោះគឺជាថ្ងៃសិលណា បើអញ្ចឹងពួកយើងនឹងរងចាំមើលហើយក៏សង្ឃឹមថាទេពធីតាច្បាស់ជាអាចជួយដល់ពួកយើងមិនខានចាប់តាំងពីថ្ងៃនោះមកអ្នកស្រុកអ្នកភូមិក៏ធ្វើតាមអ្វីដែលដួងច័ន្ទបានប្រាប់ប៉ុន្តែបិសាចដង្កូវនោះវាបានបន្ថែមដង្កូវតូចមកជាច្រើនមិនថានៅក្នុងស្រែនៅក្នុងទឹកនៅលើដីឬគ្រប់កន្លៀតគៀនកោះទោះបីជាព្យាយាមសម្អាតហើយក៏ដោយក៏នៅតែមានដដែល អូយឈឺណាស់នាងពៅអើយជួយផងយាយឈឺក្នុងតាជាតិណាស់ហាយ៉ាងម៉េចនឹងយាយយើងឈឺតាជាតិខ្លាំងណាស់ដូចជាមានអ្វីនៅក្នុងតាជាតិយើងអញ្ចឹងវីវហើយដួងតាច់លោកអាបិសាចដង្កូវនោះវាចូលតាជាតិយាយសៅទៀតដឹងអាកូន ប្រហែលហើយម៉ែ បើអញ្ចឹងគួរធ្វើយ៉ាងម៉េចទៅកូន ម៉ែខ្ញុំពិតជាទាល់តម្រេះពិនមែនដោយអត់ទ្រាំពុំបានយាយសៅក៏ដួលដេកទៅលើដីដាច់ខ្យល់ស្លាប់ភ្លាមអាការៈយាយសៅក៏មិនខុសពីអ្នកស្លាប់មុនដែរគឺមានដង្កូវចេញពេញខ្លួនមើលទៅពិតជាគួរឲ្យសង្វេគពិតមែន ហើយមើលចុះកូនពិតជាគួរអាណិតយាយសៅខ្លាំងណាស់មិនក៏គាត់មកជួបរឿងអកុសលបែបនេះអញ្ចឹង ម៉ែពេលនេះមានតបូជាយាយនៅទីនេះហើយណាម៉ែ ម៉ែនឹងទៅប្រាប់អ្នកស្រុកអ្នកភូមិឲ្យមកជួយគ្នាណាកូន ពេលវេលាយប់ក៏ឈានមកដល់យប់នេះជាយប់ពេញបរមីបិសាចដង្កូវក៏ចេញមកក្នុងភូមិដើម្បីសម្លឹងរកមើលអ្នកដែលវាសម្លាប់បន្តទៀតពួកមនុស្សទាំងអស់នេះហើយដែលធ្វើឲ្យយើងអាចមានយុទ្ធសាស្ត្រកាន់តែខ្លាំងក្លាយប់នេះយើងនឹងបង្កើនកូនចៅរបស់យើងឲ្យកាន់តែច្រើនស្អែកនេះអ្នកដែលនៅក្នុងភូមិនេះច្បាស់ជាស្លាប់ច្រើនអ្នកមិនខានទេ បិសាចដង្កូវបានប្រើយុទ្ធសិលដើម្បីបញ្ចេញបន្ថែមទៀតប៉ុន្តែនៅមិនទាន់បានសម្រេចផងទេពធីតាហង្ស7ពណ៌ក៏បានមករារាំងបិសាចដង្កូវ ឈប់សិន ទេពធីតាហង្ស7ពណ៌ មែនគឺយើង ទេពធីតាយល់ល្អទេពធីតាកុំមករារាំងកិច្ចការរបស់យើងអី ឯងស្មានថាពាក្យសម្ដីឯងនិយាយប្រមាណម៉ាត់នេះយើងខ្លាចទេឯងកុំភ្លេចឲ្យសោះថាយើងធ្លាប់យកឈ្នះឯងម្ដងរួចមកហើយ នោះគ្រាន់តែជាអតីតកាលប៉ុណ្ណោះយើងបង្ហាញខ្លួនលើកនេះនឹងមិនឲ្យបរាជ័យដូច1000ឆ្នាំមុនទេ បានបើអញ្ចឹងឯងចោលមកចុះ
ទេពធីតាហង្ស7 ពណ៌និងបីសាច់ដង្កូវចាប់ផ្ដើមប្រយុទ្ធគ្នាធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលទាំងកណ្ដាលយប់នាំគ្នាអើតមើលតាមប្រឡោះជញ្ជាំងផ្ទះ កូនឌូងកូនមើលចុះ ប៉ុន្មានហើយម៉ែហើយម្នាក់នោះច្បាស់ជាបីសាច់ដង្កូវនោះហើយនេះសំណាងណាស់តែមានទេពធីតាហង្ស7 ពណ៌ចេញមកតាន់កុំអីមិនដឹងថាយប់នេះនឹងមាននរណាស្លាប់ខ្លះទៀតនោះទេ ចុះកូនគិតថាពួកគេប្រយុទ្ធគ្នានេះតើអ្នកណានឹងឈ្នះទៅកូន រឿងនេះខ្ញុំក៏មិនដឹងដែរម៉ែព្រោះមើលទៅការប្រយុទ្ធគ្នាដូចជាប្រហាក់ប្រហែលគ្នា មែនហើយសូមឲ្យទេពធីតាឈ្នះទៅចុះសាធុសាធុសាធុ ញាតមកមើលការប្រយុទ្ធគ្នារវាងបីសាច់ លោកយាយថ្ងៃនេះចៅទៅកាប់អុសល្ងាចបន្តិចទើបចៅត្រឡប់មកវិញព្រោះចៅចង់ទៅបាញ់សត្វក្រែងបានយកមកធ្វើម្ហូបល្ងាចនេះណាយាយ ប្រយ័ត្នខ្លួនផងណាចៅកុំនៅល្ងាចពេកព្រោះនៅក្នុងព្រៃគ្រោះថ្នាក់ណាស់ មិនអីទេយាយខ្ញុំស៊ាំទៅហើយក្នុងព្រៃតំបន់នេះខ្ញុំស្គាល់ច្បាស់ដូចជាមិនអីទេយាយក៏មិនបារម្ភអី ប៉ុន្តែថ្ងៃនេះយាយដូចជាមានអារម្មណ៍មិនសូវល្អប្រហែលទេណាចៅ មិនអីទេយាយកុំគិតច្រើនអីល្ងាចនេះចៅត្រឡប់មកវិញណាយាយចៅទៅសិនហើយ ចាចៅឆាប់ត្រឡប់មកវិញណាហេតុអីថ្ងៃនេះក៏មានអារម្មណ៍ចម្លែកក្នុងចិត្តរសាប់រសើយ៉ាងមិនដឹងទេទេវតាអើយសូមតាមថែរក្សាចៅប្រុសរបស់ខ្ញុំផងទៅចុះកុំឲ្យគេជួបរឿងអ្វីមិនល្អឲ្យសោះថ្មនេះទៅហើយនឹងមិនទាន់ឃើញចៅត្រឡប់មកវិញទៀតមេឃភ្លៀងទៀតនេះនៅក្នុងព្រៃមិនដឹងជាយ៉ាងណាហើយទេម្នាក់ឯងផងចៅអើយជិះពិតជាបារម្ភពីចៅខ្លាំងណាស់អើយមិនបានទេត្រូវឲ្យគេជួយរកឲ្យទើបបានថ្មនេះទៅហើយមិនអាចឲ្យចៅនៅម្នាក់ឯងបានទេ គ្រានោះយាយណាងក៏បានដើរទាំងមេឃភ្លៀងយ៉ាងខ្លាំងដើម្បីឲ្យអ្នកភូមិទៅតាមជួយរកចៅរបស់គាត់ដែលបានបាត់នៅក្នុងព្រៃមិនឃើញវិលត្រឡប់មកផ្ទះវិញ លោកមេភូមិជួយខ្ញុំផងលោកមេភូមិ តើមានរឿងអីទៅយាយណាងហេតុអីបានជាដើរមកផ្ទះខ្ញុំទាំងមេឃភ្លៀងបែបនេះយាយមានរឿងអីមែនទេ លោកមេភូមិអើយចៅប្រុសរបស់ខ្ញុំទៅកាប់អូននៅក្នុងព្រៃថាល្ងាចមកផ្ទះតែពេលនេះទៅហើយនៅមិនទាន់មកទៀតមេឃក៏ភ្លៀងខ្លាំងពេលនេះមិនដឹងថាគេចាំមិនទៅហើយទេខ្ញុំពិតជាបារម្ភពីចៅប្រុសរបស់ខ្ញុំខ្លាំងណាស់សូមលោកមេភូមិមេត្តាជួយតាមរកចៅប្រុសរបស់ខ្ញុំផងទៅចុះខ្ញុំសូមវល់ណាលោកមេភូមិ តែពេលនេះមេឃភ្លៀងខ្លាំងណាស់យាយបើចេញទៅរកពេលនេះក្រែងថាពិបាកណាមួយមេឃងងឹតទៅហើយ លោកមេភូមិសូមមេត្តាផងចុះណាលោកមេភូមិចៅប្រុសលោកមេភូមិសូមមេត្តាជួយរកចៅរបស់ខ្ញុំផងទៅខ្ញុំសូមវល់ណាលោកមេភូមិអាណិតខ្ញុំផង បានយាយឈប់យំទៅណាហើយយាយកុំបាច់បារម្ភអីចាំខ្ញុំហៅអ្នកភូមិដើម្បីទៅជួយតាមរកទៅចុះ ខ្ញុំពិតជាអរគុណលោកមេភូមិខ្លាំងណាស់ យាយទៅផ្ទះវិញហើយសម្រាប់ចុះពួកយើងនឹងតាមរកគេឲ្យឃើញណា ខ្ញុំពិតជាអរគុណខ្លាំងណាស់លោកមេភូមិ ខ្ញុំហៅគ្រប់គ្នាមកនេះព្រោះតែមានរឿងចង់ឲ្យបងប្អូនជួយតែមានរឿងអីទៅលោកមេភូមិមើលអើយមានរឿងអីក៏ឆាប់ប្រាប់មកចុះលោកមេភូមិពួកខ្ញុំចាំជួយជានិច្ចពេលនេះនាយសម្រិទ្ធបានបាត់ខ្លួននៅក្នុងព្រៃយើងត្រូវជួយទៅតាមរកគេឲ្យឃើញងាប់ហើយលោកមេភូមិស្មានតែមានរឿងអីផ្សេងទៅតាមមកក្នុងព្រៃយប់ស្មៅនេះទៅហើយមិនដឹងថាទៅរកនៅណាព្រៃជ្រៅបែបនេះសត្វកាចសាហាវច្រើនភ្លៀងធ្លាក់ក៏ខ្លាំងទៀតអាពីង
មានប៉ុនដំរីបើកំសាញីអញ្ចឹងទៅស្រឡាញ់កូនគេអ្នកណាគេហ៊ានឲ្យខ្ញុំស្រឡាញ់កូនលោកមេភូមិនឹងអើយបើលោកមេភូមិនិយាយបែបនេះទៅហើយខ្ញុំនឹងទៅដោយមិនខ្លាចអ្វីទាំងអស់ខ្ញុំក៏មិនរុញរាដែរព្រោះខ្ញុំក៏ស្រឡាញ់កូនលោកសេដ្ឋីដែរខ្ញុំមិនកំសាកដូចអាពាងទេណាលោកសេដ្ឋីបើអញ្ចឹងល្អហើយរវាងពួកឯងទាំងពីរយើងនឹងមើលថាតើអ្នកណាដែលស័ក្តិសមបំផុតតែពេលនេះកុំទាន់និយាយពីរឿងនេះអីទៅរកមនុស្សសិនទៅល្អជាងបាទលោកមេភូមិតោះយើងទៅអាដូងឯងមើលទៅមើលក្មេងនោះភ្ញាក់ហើយនៅបាទលោកតាអាប្អូនភ្ញាក់ហើយនៅនឹងបងខ្ញុំនៅទីណាហេតុអីបានជាខ្ញុំមកនៅទីនេះទៅវិញតោះទៅជួបលោកតាសិនទៅលោកតានឹងប្រាប់គ្រប់យ៉ាងលោកតាកំពុងចាំនៅអាស្រមឆាប់ទៅបានលោកតាអូអង្គុយចិត្តតាមកចៅលោកតាហេតុអីបានជាចៅមកនៅទីនេះតើមានរឿងអីមែនទេចៅចាំបានថាចៅទៅកាប់អូសនៅក្នុងព្រៃស្រាប់តែមេឃភ្លៀងខ្លាំងហើយចៅក៏បានជ្រកក្រោមដើមឈើធំមួយចៅចាំបានតែប៉ុណ្ណឹងស្ដាប់តាណាចៅបិះនឹងត្រូវបិសាចចាប់ធ្វើចំណីទៅហើយចៃដន្យតាបាននៅក្បែរនោះទើបតាបានទៅជួយទាន់តែពេលនេះចៅមិនបានឃើញបិសាចអ្វីនោះទេលោកតាចៅនៅក្រោមដើមឈើតាគឺនោះហើយណាចៅដើមឈើនោះហើយគឺជាបិសាចដែលបំរុងនឹងលេបចៅចូលទៅក្នុងពោះទៅហើយចៅដឹងទេថាដើមឈើនោះគឺជាបិសាចខ្លែងបន្លំដើម្បីចាប់មនុស្សស៊ីបិសាចនេះវាអាចបន្លំខ្លួនធ្វើបានគ្រប់យ៉ាងទាំងអស់ព្រោះវាបានតាំងសមាធិ1000ឆ្នាំមកហើយពេលនេះដល់ពេលដែលគេចេញមករកចាប់មនុស្សធ្វើជាចំណីដើម្បីបំពេញសេចក្តីស្រែកឃ្លានរបស់គេហើយណាតាពិតជាបារម្ភខ្លាំងណាស់ខ្លាចក្រែងថាវាទៅអុកឡុកដល់មនុស្សជាច្រើននៅតាមភូមិពេលនេះតាមិនអាចទៅកម្ចាត់បិសាចនោះដោយផ្ទាល់បាននោះទេព្រោះតាចាស់ហើយមិនអាចយកឈ្នះបិសាចនោះបានឡើយណាចៅអញ្ចឹងធ្វើយ៉ាងម៉េចទៅលោកតាខ្ញុំខ្លាចក្រែងតែវាទៅធ្វើបាបអ្នកភូមិនោះទេមានតែចៅទេទើបអាចជួយបានព្រោះចៅមានកម្លាំងចិត្តបរិសុទ្ធចិត្តល្អមេត្តាដូច្នេះចៅត្រូវរៀនមន្តវិជ្ជាសិលពីតាដើម្បីទៅកម្ចាត់បិសាចនោះតែពេលនេះខ្ញុំមិនចេះអ្វីនោះទេលោកតាតើរៀនយ៉ាងម៉េចទៅព្រោះត្រូវចំណាយពេលវេលារៀនយូរណាស់ណាមួយពេលនេះមិនដឹងថាលោកយាយបារម្ភពីខ្ញុំយ៉ាងណានោះទេព្រោះខ្ញុំរវល់នៅទីនេះចៅគង់តែបានទៅជួបលោកយាយចៅវិញចាក់ជាមិនខាននោះទេតែពេលនេះមានតែចៅម្នាក់ប៉ុណ្ណោះដែលអាចជួយពួកគេបានណាចៅតើរៀនតាន់ពេលដែរទេលោកតាមិនយូរទេចៅបើសិនជាចៅខិតខំប្រឹងប្រែងព្រោះថាចៅមាននិស្ស័យស្រាប់មិនយូរហើយក៏មិនពិបាកសម្រាប់ចៅនោះដែរបានលោកតាអញ្ចឹងចៅនឹងព្យាយាមរៀនដើម្បីជួយដល់គ្រប់គ្នាដែលកំពុងជួបគ្រោះថ្នាក់បើអញ្ចឹងចៅត្រូវចាប់ផ្ដើមរៀនពីពេលនេះតទៅព្រោះនៅពេលមិនយូរទៀតនោះទេបានលោកតាតែចៅត្រូវចាំណាមុនដែលតាបង្រៀនចៅនេះមិនអាចសម្លាប់បិសាចនោះបានឡើយណាចៅព្រោះបិសាចនោះមានមហិទ្ធិឫទ្ធិខ្លាំងពូកែមុនតាបង្រៀនចៅការពារខ្លួននិងដើម្បីយករបស់មួយយ៉ាងដែលអាចកម្ចាត់បិសាចនោះបានព្រោះថារបស់នោះទម្រាំចៅទៅដល់វាបានឆ្លងកាត់គ្រោះថ្នាក់ច្រើនខ្លាំងណាស់តើនោះជារបស់អ្វីដែរទៅលោកតា
ហើយតើនៅឆ្ងាយពីទីនេះដែរទេនោះជាគុជនិករាជដែលមានមហិទ្ធិឫទ្ធិអាចកម្ចាត់បិសាចនោះបានតែគុជនោះមានអ្នកចាំការពារបើសិនជាចៅមានសំណាងល្អទើបអាចយកមកបានចុះបើចៅគ្មានសំណាងវិញនោះចៅនឹងត្រូវស្លាប់មែនទេលោកតានេះហើយជាមូលហេតុដែលតាឲ្យចៅទៅព្រោះចៅមាននិស្ស័យល្អចិត្តបរិសុទ្ធបែបនេះមិននាំឲ្យគ្រោះថ្នាក់ដល់ចៅនោះទេគ្រាន់តែនៅតាមផ្លូវចៅត្រូវជួបរឿងជាច្រើនព្រោះទម្រាំទៅដល់ទីនោះមានព្រៃធំជ្រៅនិងមានសត្វកាចសាហាវនិងមានអមនុស្សច្រើនណាស់ទើបតាបង្រៀនមុនដើម្បីឲ្យចៅការពារខ្លួនបានលោកតាចៅនឹងតស៊ូដើម្បីគ្រប់គ្នាល្អណាស់ចៅយីណាងអើយពេលនេះយើងរកគេមិនឃើញទេពួកយើងប្រឹងអស់លទ្ធភាពហើយមែនអើយប្រហែលជាគេត្រូវសត្វស៊ីបាត់ទៅហើយទេដឹងអាម៉ត់ស្អុយហែងនេះនិយាយមកបំបាក់ទឹកចិត្តយាយណាស់យាយកាត់ចិត្តទៅណាបើវានៅរស់វាប្រហែលជាមកវិញហើយតែនេះយើងពិតជារកគេមិនឃើញមែនដូចអាពីងនិយាយអញ្ចឹងបើសัตว์មិនស៊ីម្លេះយើងឃើញវាបាត់ទៅហើយពិតធូចៅជីហេតុអីទៅចៅកំសត់របស់យាយអើយតើពេលនេះចៅណែណាទៅចៅវិលត្រឡប់មករកជីវិញមកទេវតាអើយបើសិនជាចៅខ្ញុំនៅមានជីវិតសូមជួយគ្រប់គ្រងថែរក្សាចៅប្រុសរបស់ខ្ញុំផងកាត់ចិត្តទៅយាយពួកយើងទៅវិញសិនហើយខ្ញុំអរគុណហើយណាលោកមេភូមិនិងគ្រប់គ្នាផងដែរកាត់ចិត្តទៅយាយខ្ញុំទៅសិនហើយលាហើយយាយកាត់ចិត្តទៅគេទៅបានសុខហើយបើគេឃើញយាយយំប្រលឹងគេប្រកាសជាមិនស្កប់ទេយាយរឹងមាំណាស់យាយលើកទឹកចិត្តឬមួយក៏ដាក់បន្ទុកថែមទៅនេះតោះទៅផ្ទះបើនៅទៀតយាយណាងកាន់តែយ៉ាប់មិនខានទេមួយសប្តាហ៍កន្លងផុតទៅសម្រាប់បានរៀនចេះមុនវិជ្ជាដែលលោកតាបានបង្រៀនហើយក៏បានលាលោកតាដើម្បីទៅយកគុជអ្នកក្រៀកនោះពេលនេះតាបានបង្រៀនមុនចៅអស់ហើយដូច្នេះចៅត្រូវតែទៅយកគុជអ្នកក្រៀកឲ្យបានលឿនបំផុតព្រោះមិនមានពេលច្រើនទៀតនោះទេយប់នេះដល់ថ្ងៃពេញបរមីបិសាចនោះវានឹងចេញមកចាប់មនុស្សសត្វស៊ីមិនខានឡើយបានលោកតាចៅនឹងទៅឲ្យបានលឿនបំផុតចៅលាលោកតាសិនហើយកុំភ្លេចអ្វីដែលតាបានបង្រៀនណាចៅត្រូវចេះការពារខ្លួនពេលជួបគ្រោះអាសន្នបាទលោកតាចៅនឹងចងចាំនឹងធ្វើតាមអ្វីដែលលោកតាប្រាំសំណាងល្អណាស់ចៅបងស្រីបងចុះទៅដងទឹកទៅល្ងាចណាស់ហើយខ្ញុំក៏ឈឺជើងទៀនចុះទៅមិនកាត់ទេមិនអីទេឯងចាំបងនៅទីនេះហើយចាំបងចុះទៅដងហើយចុះជើងរបស់ឯងកាត់អីមើលបងមើលតិចមើលមិនអីទេខ្ញុំគ្រាន់តែឈឺសរសៃប្រហែលជាឈរយូរពេកហើយបើអញ្ចឹងអង្គុយទៅខ្ញុំចាំនៅទីនេះណាយើងស្អប់ឯងណាស់ហេតុអីគ្រប់គ្នាស្រឡាញ់ឯងមិនស្រឡាញ់យើងថ្ងៃនេះយើងនឹងឲ្យឯងស្លាប់យើងនឹងខ្លាចជាកូនដែលពុកស្រឡាញ់គ្រប់គ្នាគេនឹងងាកមកយកចិត្តទុកដាក់ជាមួយយើងវិញនិយាយចំសៃតាក៏បានចុះទៅរួចច្រានធីតាទម្លាក់ទឹកបឹងធ្វើឲ្យធីតាលង់ទឹកស្ទើរស្លាប់ស្ទើររស់
ជួយផងសៃតាជួយបងផងបងមិនចេះហែលទឹកទេសៃតាជួយបងផងងាប់ទៅក៏ល្អហើយមកពីឯងទើបយើងខ្លាចទៅជាបែបនេះសៃតាជួយបងផងសៃតា អាយ៉ាស្រីស្អាតទុកឲ្យយើងធ្វើជារាជបុត្រជាសេះសមួយសិន ពេលនោះស្រាប់តែបិសាចបានបន្លំខ្លួនជាប្រុសសង្ហារួចបានចុះទៅជួយធីតា អ្នកនាងមិនអីទេហ៎ ខ្ញុំមិនអីទេខ្ញុំអរគុណលោកហើយដែលបានជួយដល់ខ្ញុំសៃតាហេតុអីបានជាអូនធ្វើបែបនេះចំពោះបងតើអូនស្អប់បងដល់ថ្នាក់នេះមែនទេនេះស្អប់បងដល់ថ្នាក់ចង់សម្លាប់បងតាមែនទេមែនយើងស្អប់ឯងខ្លាំងណាស់យើងស្អប់ឯងយើងចង់ឲ្យឯងស្លាប់ព្រោះឯងធ្វើឲ្យគ្រប់គ្នាស្រឡាញ់តែឯងពួកគេមើលរំលងយើងរហូតពុកនឹងគ្រប់គ្នាប្រកាសជាស្រឡាញ់យើងមិនប៉ិតទេគ្រប់គ្នាស្រឡាញ់អូនណាពុកនឹងគ្រប់គ្នាព្រមទាំងបងស្រឡាញ់ឯងណាអត់ទេគេមិនបានស្រឡាញ់ខ្ញុំទេយើងស្អប់ពួកគេយើងស្អប់ឯងណា មានចិត្តចំណែនប្អូនឯងបែបនេះមិនគួររស់នៅលើលោកនេះទៀតទេចំណែកនាងព្រមធ្វើប្រពន្ធយើងទៅ អញជាអ្នកណាបើជួយយើងព្រោះតែបែបនេះកុំអីទុកឲ្យយើងស្លាប់វិញទៅល្អជាងអញចង់ធ្វើឲ្យយើងដឹងទេថាយើងជាកូនរបស់អ្នកណាយើងជាកូនមេភូមិនៅទីនេះគ្មានអ្នកណាហ៊ានធ្វើឲ្យយើងនោះទេដល់លែងប្អូនស្រីរបស់យើងទៅក្រែងអញថាចង់បានយើងជាប្រពន្ធនោះអីឲ្យតែឯងព្រមដល់លែងប្អូនស្រីរបស់យើងនឹងព្រមទៅជាមួយឯង ល្អសំណាងហើយដែលមានបងស្រីចិត្តល្អយើងដោះលែងឯងទៅចុះឆាប់ទៅតន់យើងមិនតន់បដូរចិត្តណា សេតាឆាប់រត់ទៅឲ្យឆាប់ឡើងហើយចាប់បងនោះបងមិនអីទេអញឆាប់ទៅចុះផ្ញើមើលថែពុកម៉ែជំនួសបងផងណាពេលនេះអត់ពីបងឯងត្រូវទៅចេះមើលថែពងនិងគ្រប់គ្នាដែលនៅផ្ទះឲ្យបានល្អឆាប់ទៅបងស្រីខ្ញុំសុំទោសសូមបងអភ័យទោសឲ្យខ្ញុំផង ឆាប់ទៅតន់យើងមិនតន់បដូរចិត្តណា កុំធ្វើបាបគេអី ដើម្បីអូនបងលះបង់គ្រប់យ៉ាងយប់នេះបងមិនស៊ីមនុស្សទេបងយកអូនទៅវិមានសិន បងពុកអីបង ឯណាបងស្រីកូនគេណែណាហេតុអីមិនឃើញ បងស្រីត្រូវបិសាចចាប់យកទៅបាត់ហើយបងកូនសុំទោសណាពុកណា ហ៎ថាម៉េចបិសាចចាប់យកទៅហ៎មិនក៏ទៅជាអញ្ចឹងហេតុអីតើនេះជាការពិតមែនទេ ពិតមែនហើយបងពេលនេះបងធីតាត្រូវបិសាចចាប់យកទៅហើយពេលនេះធ្វើចាំមិនទៅបងក៏ដោយសារតែកូនគ្រប់យ៉ាងមកពីកូនបើមិនមែនកូនអ្នកបង្កបងធីតាក៏មិនត្រូវបិសាចចាប់បែបនេះដែរណាបង តើមានរឿងអីកូនបានធ្វើអី ពុកកូនខុសហើយគឺកូនធ្វើឲ្យបងធីតាធ្លាក់ចូលស្ទឹងហើយត្រូវបិសាចនោះចុះទៅជួយទៅពេលចង់បានបងស្រីយកទៅធ្វើប្រពន្ធដើម្បីទៅជួយខ្ញុំឲ្យរួចពីការស្លាប់បងស្រីសុកចិត្តទៅជាមួយនឹងអាបិសាចចង្រៃនោះបងនេះជាកំហុសកូនសុំទោសណាបង មិនអីទេកូនកុំយំណាពុកនឹងរកវិធីជួយដល់បងស្រីកូនវិញឲ្យបានតោះទៅសម្រាប់ទៅកូនយប់ហើយ ចាបង អាបិសាញដល់ឡើងចឹងទៅយើងសំវ
មនុស្សនិងបិសាចមិនអាចនៅជាមួយគ្នាបានទេ អ្នកណាថាមិនបានបងជាប្រុសសង្ហាអូនមិនឃើញទេ ទោះបីសង្ហាយ៉ាងណាក៏ដោយក៏ចិត្តនៅតែជាបិសាចសម្រាប់មនុស្សដដែលហេតុអីក៏ឯងមិនសម្រាប់យើងតែម្ដងទៅ ហេតុអីនិយាយប្រហារបេះដូងបងបែបនេះបិសាចក៏ចេះឈឺចាប់ដែរណា ប៉ុន្តែយើងមិនបានស្រឡាញ់ឯងយើងសុខចិត្តស្លាប់ក៏មិនធ្វើប្រពន្ធរបស់ឯងដែរ អូននៅទីនេះហើយបងឃ្លានបងទៅរកចំណីហើយក ុំសម្រាប់មនុស្សទៀតអីណាយើងសុំវោះទៅចុះពួកគេសុទ្ធតែចង់មានជីវិតរស់ កុំគិតថាឃើញយើងស្រឡាញ់នាងហើយនោះចង់សុំអីក៏បានដែរនោះដេកយល់សពទៅនៅទីនេះកុំគិតថាចង់រត់ឲ្យសោះព្រោះនាងមិនអាចរត់ទៅណាបានឡើយប្រាប់ឲ្យដឹងទៅណា ពុកអីកូននឹកពុកណាស់ពុកមកជួយកូនផងកូនខ្លាចកូនមិនចង់នៅទីនេះទេមកជួយកូនផងមកពង កន្លងផុតទៅជាច្រើនថ្ងៃសំរិនបានដើរកាត់ព្រៃមួយទៅព្រៃមួយហើយក៏បានជួបជាមួយនឹងសត្វដ៏កាចសាហាវជាច្រើនរួចសំរិនបានប្រយុទ្ធជាមួយសត្វទាំងនោះរហូតធ្វើដំណើរទៅដល់មាត់ល្អាងមួយដែលក្នុងល្អាងនោះមានសត្វនាគមួយក្បាលនៅយាមគុជនាគរាជនោះគ្មានអ្នកណាអាចទៅជិតបានឡើយ ប្រហែលជានៅក្នុងនេះហើយដូចជាលើសំឡេងសត្វនាគស្រែកអ្នកណាហ៊ានចូលមកដល់ទីនេះមិនដឹងទេថាអ្នកដែលបានចូលមកដល់ទីនេះគ្មានជីវិតរស់ទៅវិញនោះទេនេះពិតជាអ្នកពិតមែនអ្នកក្រៀកខ្ញុំមកទីនេះគ្មានបំណងអ្វីអាក្រក់នោះទេគឺខ្ញុំគ្រាន់តែចង់ជួយដល់ប្រជាជនដែលកំពុងជួបគ្រោះថ្នាក់ដោយសារបិសាចតែប៉ុណ្ណោះនោះគ្មានអ្វីពាក់ព័ន្ធជាមួយនឹងយើងនោះទេឆាប់ចេញទៅវិញទៅខ្ញុំមិនអាចទៅវិញបានទេព្រោះខ្ញុំត្រូវការគុជនាគក្រៀកដើម្បីយកទៅកម្ចាត់បិសាចនោះសូមស្ដេចនាគមេត្តាដល់ខ្ញុំផងចុះទៅវិញទៅយើងមិនអាចឲ្យគុជនាគក្រៀកនេះទៅឯងបានទេចេញទៅវិញទៅបើមិនទៅកុំថាយើងចិត្តអាក្រក់ឲ្យសោះណាបើស្ដេចនាគក្រៀកចង់សម្លាប់យើងសុខចិត្តស្លាប់តែសុំតែម្យ៉ាងសុំឲ្យខ្ញុំបានទៅជួយដល់អ្នកភូមិដែលកំពុងជួបគ្រោះថ្នាក់ផងចុះពេលជួយកម្ចាត់បិសាចនោះបានហើយខ្ញុំនឹងយកគុជនាគក្រៀកឲ្យស្ដេចនាគក្រៀកវិញហើយស្ដេចនាគអាចសម្លាប់ខ្ញុំតាមក្រោយចុះបានបើឯងក្លាហានដល់ថ្នាក់នេះយើងធ្វើតាមឯងម្ដងទៅចុះយើងមិនដែលបានជួយមនុស្សមានឆន្ទៈដូចឯងនេះទេដូច្នេះយើងនឹងឲ្យគុជនាគក្រៀកទៅឯងខ្ញុំពិតជាអរគុណដល់ស្ដេចនាគក្រៀកខ្លាំងណាស់ខ្ញុំពិតជាមិនភ្លេចសន្យាទេពេលខ្ញុំកម្ចាត់បិសាចបានពេលណាខ្ញុំនឹងយកមកជូនស្ដេចនាគក្រៀកវិញបានយើងនឹងរងចាំនៅទីនេះយកទៅចុះអរគុណហើយស្ដេចនាគក្រៀកឯងដើរពិតជាយូរខ្លាំងណាស់ឡើងជិះលើខ្នងយើងមកយើងជូនឯងត្រឡប់ទៅវិញតែថាមនុស្សមានចិត្តល្អដូចជាឯងយើងនឹងជួយឯងម្ដងទៅចុះបាទអរគុណណាស់ហេតុអីបានជាយប់នេះស្ងាត់ខ្លាំងម្ល៉េះនេះគ្រាន់តែនឹកមកដល់លមមតែម្ដងខ្លែងធ្វើជាស្រីស្អាតទើបអាចស៊ីពួកវាបានដោយស្រួល បងប្រុសទាំងពីរ អូនស្រីអមកពីខាងណាខាងណីស្រីដីស្រទុនធ្វើឲ្យបេះដូងហៀមមកលងស្នេហ៍ដកមិនរួចឡើយស្រីស្រស់ជីវ៉ាអូនមកទីនេះមានការអ្វីឬមួយមករកបងទាំងពីរអង្គាបើខ្វះគ្នាបងទាំងពីរកំដរពុំងារបាន គឺអូនស្រីតាំងចង់ផាត់ឈាម ថាបាច់ផឹកឈាបអូនច្រឡំមកតាគឺអូនថាអូនឃ្លាននោះអីមកបងមកតាមអូនមក ជុំហៅមែនតែនឬយ៉ាងណា តែម្ដងម្នាក់អ្នកណាតាមមុនក៏បាន កាណូ
anh từ muôn vui. Át đi, anh từ muôn. មិនអីទេគេពិសេសទាំងពីរអ្នកណាមុនក៏បាន Bao chân á, gần, hãy chăm anh nơi thằng ni. Hàm na hàm lụy mơ vui. Anh đang ơi, chạp tới chạp màu. Anh chạp bàn mặt đông. Từ ơi phụ mạ, ngày ní chỉ ngày sầm nang dương ơi. Nực cõi, chùm bằng nu nà ôn sấy. ចាស់បាន à piêng. Yu ơi yu, trẻ chạy so. បងអាចចូលមកបានហើយ Hơi bon hơi vậy. Ổn dậy. Mình chăm bánh muối sân tê. ចប់ហើយចូលមក Piêng. Bị sát. Chui phong. Chui phong. Bên ní anh rốt mình rụi lời. Tụi bây khiêm anh miên chết vâng. Tại dương nâng hót ở chẳng mọt mặt đồn. Brụ miên kê chăm chạp chết vâng tê. Chôl mô. Tê. Cầm sầm lập dương ấy. Ôi. Chiếmពួកឯងនេះស្អុយមែនតែយ៉ាងណាក៏ដោយបានឆ្អែតហើយទៅរកប្រពន្ធសម្លាញ់របស់យើងវិញល្អជាងនឹកប្រពន្ធណាស់ ពុកអីកូននឹកពុកណាស់ពុកមកជួយកូនផងកូនខ្លាចកូនមិនចង់នៅទីនេះទេមកជួយកូនផងមកពង កំពុងតែយំម៉ែអូនសម្លាញ់កុំយំអីនៅជាមួយបងមានសុវត្ថិភាពដេកទៅបងមិនប៉ះពាល់អូនទេលុះត្រាអូនព្រមស្រឡាញ់បងទើបបងប៉ះពាល់អូនទោះបីបងជាបិសាចតែបងជាសុភាពបរិសុទ្ធបិសាចណាបងមិនបំពេញលើអូនឡើយ ចេញទៅចេញឲ្យឆ្ងាយពីយើងទៅយើងស្អប់ឯងណាស់ចេញទៅ អូបានបងចេញក៏បានអូនដេកទៅស្អែកបងទៅរកចំណីឲ្យអូនឆី យើងមិនចង់ស៊ីទេចេញទៅចេញទៅ ឲ្យបងទៅណាបើទីនេះជីវិតមានបងនឹងហើយ យើងមិនចង់នៅទីនេះទេសម្រាប់យើងចោលទៅសម្រាប់យើងចោលទៅ ទេបងមិនអាចសម្លាប់មនុស្សដែលបងស្រឡាញ់បានទេអូនដេកទៅដល់ហើយចុះទៅយើងត្រឡប់ទៅវិញហើយខ្ញុំអរគុណហើយណាស្ដេចនាគខ្ញុំមិនអាចបំភ្លេចសន្យាបានទេយើងមកយឺតហើយយើងទៅហើយខ្លាចមានគេឃើញលាហើយស្ដេចនាគ នៅទីនេះមានរឿងអីមែនទេសម្រិតនេះសម្រិតមែនទេបាទមែនហើយគឺខ្ញុំនេះសម្រិតនៅមិនទាន់ស្លាប់ទេយើងពិតជាត្រេកអរខ្លាំងណាស់ពួកគេទាំងពីរមានរឿងអីហេតុអីបានជាស្លាប់បែបនេះសម្រិតពេលនេះក្នុងភូមិយើងមានបិសាចចេញមកស៊ីមនុស្សរាល់ថ្ងៃពេលនេះសូម្បីតែកូនស្រីរបស់ខ្ញុំធីតាក៏ត្រូវវាចាប់ទៅបាត់ដែរថាម៉េច នេះគេចាប់យកធីតាទៅមែនទេហេតុអីគេមិនសម្លាប់ធីតាគឺវាចាប់ធីតាដើម្បីធ្វើប្រពន្ធរបស់វាពេលនេះខ្ញុំកំពុងរកវិធីទៅជួយកូនធីតាមិនអីទេពូមេភូមិខ្ញុំមកទីនេះគឺដើម្បីកម្ចាត់បិសាចហើយសូមពូមេភូមិកុំអារម្មណ៍អីក្មួយសម្រិតបិសាចនេះមានមហិទ្ធិឫទ្ធិខ្លាំងពូកែ ក្មួយមិនអាចទប់ទល់ជាមួយគេបានទេខ្ញុំមានរបស់ម្យ៉ាងអាចកម្ចាត់បិសាចនេះបានអ្នកទាំងអស់គ្នាយកពួកគេទាំងពីរទៅធ្វើបន់សិនចុះហើយចាំស្ដាប់និងធ្វើតាមអ្វីដែលខ្ញុំប្រាប់
បើពិតដោយក្មួយនិយាយមែនសូមជួយកូនស្រីពូត្រឡប់មកវិញផងពូនឹកកូនស្រីពូណាស់ខ្ញុំសន្យាថានឹងកម្ចាត់បិសាចនោះឲ្យបាននៅក្នុងយប់នេះពួកយើងនាំគ្នាយកសពពួកគេទៅធ្វើបុណ្យតាមប្រពៃណីចុះយប់នេះយើងនឹងស្ដាប់ក្មួយសម្រិតដើម្បីរៀបចំផែនការកម្ចាត់បិសាចនោះ ចាលោកមេភូមិ យប់នេះពិតជាស្ងប់ស្ងាត់ខុសពីធម្មតាពិតមែនប្រហែលជានាំគ្នាចូលផ្ទះអស់ហើយមើលទៅនៅទេនៅមានយើងម្នាក់យីថ្លើមធំហ៊ានមកតមាត់ជាមួយយើងមិនដឹងថាយើងជាអ្នកណាទេយើងដឹងបិសាចកំសាកញីសម្រាប់បានតែអ្នកទុនខ្សោយថ្ងៃនេះយើងនឹងកម្ចាត់បិសាចដូចជាឯងចោលច្រមុះនេះពិតជាថ្លើមពីមេឃមែនបានយើងនឹងឲ្យឯងស្គាល់ថ្នាំខ្លាំងម្ដងយើងនឹងឲ្យឯងស្គាល់ថ្នាំខ្លាំងគ្រប់គ្នាត្រៀមពួកឯងហ៊ានរៀបចំអន្ទាក់ផងគិតថាយើងខ្លាចមែនហ៊ាននាំគ្នាលើកទ័ពមកផងបានយប់នេះយើងនឹងស៊ីពួកឯងឲ្យអស់មិនឲ្យរួចខ្លួនសំបីតែម្នាក់ទេឆាប់យកកូនស្រីយើងមកឲ្យយើងវិញមកបិសាចចង្រៃដេកស្រមៃទៅពុកក្មេកគុជនាគរាជបាញ់ចេញវេទមន្ត គ្រាន់តែសម្រិតនិយាយប៉ុណ្ណេះគុជអ្នកករៀងបញ្ចេញពន្លឺពណ៌ខៀវសម្ដៅទៅបិសាចធ្វើឲ្យបិសាចត្រូវរបួសមិនយូរប៉ុន្មានពន្លឺភ្លើងព័ទ្ធជុំវិញព្រមជាមួយនឹងពន្លឺភ្លើងគុជពីអ្នកករាជនោះទៀនធ្វើឲ្យបិសាចទ្រាំពុំបានក៏បានត្រូវភ្លើងគុជអ្នកករាជដុតឆេះស្លាប់បាត់ទៅ ក្តៅណាស់បិសាចងាប់ហើយវាងាប់ហើយវាងាប់ហើយបិសាចងាប់ហើយវាងាប់ហើយវាងាប់ហើយខ្ញុំទៅរកកូនស្រីខ្ញុំសម្រិតមេតាជូនពូទៅរកកូនស្រីពូផងគុជនាគរាជជួយនាំផ្លូវខ្ញុំទៅរកធីតាផងចុះ គ្រាន់តែសម្រិតនិយាយចំគុជអ្នកករាជក៏បានហោះនាំផ្លូវរហូតទៅដល់ល្អាងបិសាចនោះតែល្អាងនោះត្រូវបានបិសាចដាក់អាគមមិនអាចចូលបានឡើយ លោកមេភូមិឡាងនេះត្រូវបិសាចសង្កត់មុនអាគមយើងមិនអាចចូលទៅបានទេមានតែគុជនាគរាជទេដែលអាចជួយបានគុជនាគរាជសូមជួយកម្ចាត់មុនអាគមនេះចេញពីល្អាងនេះផងចុះ ពេលនោះគុជអ្នកករាជក៏បានបញ្ចេញពន្លឺខៀវកំចាត់មុននោះចេញពីល្អាងពេលនោះធីតាក៏បានចេញមកក្រៅជួបចំពងនិងប្អូនស្រីរបស់ខ្លួនវិញ ប៉ងទីបំផុតពុកមកជួយកូនហើយកូនខ្លាចណាស់ប៉ង កុំខ្លាចអីណាកូនពេលនេះបិសាចនោះងាប់ហើយសម្រិតបានសម្លាប់វាហើយណាកូន បងស្រីខ្ញុំសុំទោសសូមបងអភ័យទោសឲ្យខ្ញុំផងខ្ញុំសន្យាថាមិនធ្វើបែបនេះទៀតទេបងមិនខឹងនឹងអូនទេណាកុំចំអីសម្រិនខ្ញុំអរគុណហើយណាដែលបានមកជួយខ្ញុំឲ្យរួចផុតពីទីនេះ មិនអីទេពេលនេះខ្ញុំអស់តួនាទីខ្ញុំហើយខ្ញុំសុំទៅរកយាយខ្ញុំសិនព្រោះខ្ញុំមានរឿងត្រូវធ្វើបន្តទៀតទៅចុះទៅជួបយាយចុះមានរឿងអីទៀតមែនទេដើម្បីជួយដល់អ្នកភូមិកម្ចាត់បិសាចខ្ញុំបានទៅយកគុជនាគរាជពីស្ដេចនាគរាជហើយខ្ញុំក៏បានសន្យាថានឹងយកជីវិតទៅបដូរពេលដែលកម្ចាត់បិសាចបានពេលនេះខ្ញុំត្រូវលាយាយទៅបំពេញពាក្យសន្យារបស់ខ្ញុំ សម្រិនតើលោកមិនទៅបានទេ មិនបានទេខ្ញុំមិនអាចខុសពាក្យសន្យាទេលាហើយខ្ញុំមានពេលមិនយូរទេសូមសំណាងល្អណាស់ក្មួយយាយ សម្រិតចៅទីបំផុតចៅមកវិញមែនអរគុណទេវតាហើយដែលស្ដាប់ពីអង្វរកររបស់ខ្ញុំ យាយចៅនៅទីនេះមិនបានយូរទៀតនោះទេចៅត្រូវលាលោកយាយត្រឡប់ទៅវិញសិនហើយព្រោះចៅមានភារកិច្ចត្រូវធ្វើបន្តទៀត អត់ទេចៅទើបតែមកដល់យាយមិនទាន់ឲ្យចៅទៅណាទាំងអស់ណាអត់ទេកុំទៅណាចៅកុំទៅចោលយាយទៀតអី យាយ
ចៅត្រូវទៅពិតមែនចៅស្រឡាញ់យាយចៅលាហើយយាយ អត់ទេកុំទៅអីចៅកុំទៅ សម្រាប់បានចេញពីយាយសំដៅតែលអាងអ្នកករៀងដោយសារតែអ្នកក្រិចឃើញថាសម្រាប់ជាមនុស្សល្អនិងគោរពពាក្យសន្យាស្ដេចអ្នកករៀងបានប្រគល់ត្បូងអ្នកក្រិចនោះមកឲ្យសម្រិននិងបានលែងសម្រាប់ឲ្យមកជួបជុំលោកយាយវិញ ឯងជាមនុស្សដែលគោរពពាក្យសន្យាពិតមែនតែយើងមិនសម្លាប់ឯងទេឯងជាមនុស្សដែលគួរឲ្យគោរពសរសើរដើម្បីជួយជីវិតមនុស្សសុខចិត្តលះបង់ជីវិតគុជអ្នកក្រិចនេះយើងឲ្យឯងសូមឯងយកទៅសាងអំពើល្អឲ្យបានច្រើនផងចុះពេលនេះឯងទៅរស់នៅជុំគ្រួសារឯងវិញចុះខ្ញុំពិតជាអរគុណស្ដេចអ្នកក្រិចដែលមេត្តាដល់ខ្ញុំនឹងថែគុជអ្នកក្រិចនេះឲ្យបានល្អនិងសាងតែអំពើល្អរហូតតទៅ ដោយសារតែអំពើល្អនិងមានទឹកចិត្តល្អទៀតនោះសម្រិនត្រូវបានលោកមេភូមិលើកធីតាឲ្យធ្វើជាប្រពន្ធអ្នកស្រុកអ្នកភូមិគោរពស្រឡាញ់សម្រិតជាខ្លាំងចាប់តាំងពីពេលនោះមកសម្រិតនិងធីតាបានក្លាយជាប្តីប្រពន្ធពួកគេរស់នៅយ៉ាងមានសេចក្តីសុខនិងជួយដល់អ្នកក្រីក្រហើយធ្វើបុណ្យដាក់ទានដល់អ្នកដែលអត់ឃ្លានធ្វើឲ្យសម្រិតនិងធីតាទទួលបានក្តីស្រឡាញ់ពីគ្រប់គ្នាជីវិតប្តីប្រពន្ធពួកគេរស់នៅយ៉ាងមានសុភមង្គលតរៀងមក